ដើមសាច់រឿងដំបូងគឺមានគ្រួសារមួយបានបញ្ជូនកូនប្រុសរបស់គាត់ដែលមានឈ្មោះថាបងទុយពេលនោះគ្រួសារបងទុយបាននាំបងទុយទៅរៀនវិជ្ជាហើយនៅក្នុងសម័យនោះគឺថាគ្មានសាលារៀនដូចយើងសម័យនោះទេគឺអ្នកខ្លះក៏ទៅបួសធ្វើជាព្រះសង្ឃនិងអ្នកខ្លះទៀតគេក៏បានទៅរៀននៅឯវត្តអារាមជាដើមដោយពេលនោះឪពុករបស់បងទុយបានឲ្យបងទុយទៅរៀនជាមួយលោកគ្រូម្នាក់នៅឯខេត្តពោធិ៍សាត់លោកគ្រូម្នាក់នោះមានឈ្មោះថាលោកគ្រូជាដែលលោកគ្រូជានេះត្រូវជាមិត្តភក្តិរបស់ឪពុកបងទុយនឹងឯងខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នានៅក្នុងសម័យកាលនោះគឺថាมันមានសាលារៀនដូចយើងសម័យនេះឡើយពេលនោះបងទុយគាត់ទើបតែមានអាយុ22ឆ្នាំតែប៉ុណ្ណោះហើយគាត់ពេលនោះបានលាម្ដាយឪពុករបស់គាត់ដើម្បីទៅផ្ទះលោកគ្រូជាពេលគាត់ទៅដល់ផ្ទះលោកគ្រូជាគាត់ថាមិនមែនមានតែគាត់ម្នាក់ទេដែលមករៀនជាមួយលោកគ្រូជាគឺថាមានបុរស2នាក់ទៀតដែលមានអាយុប្រហាក់ប្រហែលនឹងគាត់ដែរពេលនោះលោកគ្រូជាបានហៅគាត់មកនេះគាត់ក៏សួរថាក្មួយនឹងមែនដែលមានឈ្មោះថាទុយដែលមិត្តភក្តិរបស់គាត់ឲ្យមករៀនជាមួយគាត់នោះពេលនោះបងទុយគាត់ក៏បានលើកដៃសំពះហើយនិយាយថាបាទអ៊ំខ្ញុំនឹងហើយពេលនោះលោកគ្រូជាគាត់និយាយថាអូមិនអីទេឯងយកអីវ៉ាន់ទុកសិនទៅខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនដែលលោកគ្រូជានេះថាមិត្តភក្តិរបស់គាត់នោះគឺចង់សម្ដៅទៅលើម្ដាយឪពុករបស់បងទុយនឹងឯងដែលជាមិត្តភក្តិរបស់លោកគ្រូជាពេលនោះបងទុយគាត់ឆ្លើយថាបានពេលនោះលោកគ្រូជាគាត់ថាក្មួយល្អណាស់ក្មួយដូចជាម្ដាយឪពុករបស់ក្មួយអញ្ចឹងពេលនោះគាត់បាននិយាយថាឯងយកប្រដាប់ប្រដានេះទៅទុកលើផ្ទះសិនចុះគាត់និយាយត្រឹមនេះបងទុយគាត់ទើបដឹងថាលោកគ្រូជាគឺជាមិត្តភក្តិជាមួយឪពុករបស់គាត់សោះពេលនោះក៏មានបរិសុទ្ធ2នាក់ដែលខ្ញុំនិយាយថាពួកគាត់ក៏មករៀនជាមួយដែរនោះម្នាក់មានឈ្មោះថាបងឆននិងម្នាក់ទៀតឈ្មោះថាបងជៀបពួកគាត់ទាំង3នាក់សុទ្ធតែមកពីខេត្តផ្សេងគ្នាខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថាលោកគ្រូជាគាត់មិនមានប្រពន្ធកូននោះទេគឺគាត់ជាបរិសុទ្ធពុះម៉ែគាត់រស់នៅតែម្នាក់ឯងតែប៉ុណ្ណោះចំណែកផ្ទះរបស់លោកគ្រូជាគឺថាគាត់រស់នៅជាប់នឹងជើងភ្នំហើយលោកគ្រូជាការនៅក្នុងសម័យនោះគឺគាត់ល្បីណាស់មានអ្នកចង់រៀនជាមួយគាត់ច្រើនណាស់តែគឺគាត់មិនបង្រៀននោះទេពីព្រោះគាត់ថាអ្នកដែលសុំរៀនជាមួយគាត់នោះគឺសុទ្ធតែគ្មាននិស្ស័យនឹងរឿងមន្តអាគមនឹងនោះទេចំណែកពួកគាត់ទាំង3នាក់នេះគឺគាត់បានមើលហើយអស់ទៅហើយបានគាត់ឲ្យមករៀនជាមួយពួកគាត់និងចំណែកអ្នកដែលមកសុំគាត់រៀនពេលនោះគឺគាត់សុំឆ្នាំខែពួកគេមើលទៅអ្នកខ្លះរៀនចេះហើយគឺគេយកវិជ្ជាទាំងនោះទៅធ្វើជាមុខរបររកស៊ីក៏មានដែរចំណែកឯអ្នកខ្លះទៀតពេលរៀនចេះ
ចាំហើយបែរជាយកវិជានោះទៅប្រព្រឹត្តអំពើអាក្រក់ជាដើមទើបបែបនេះហើយគាត់មិនបង្រៀននោះទេគាត់ថាអ្នកខ្លះមកសុំអង្វរគាត់ឲ្យជួយបង្រៀនក៏មានដែរគឺថាមួយថ្ងៃមកផ្ទះរបស់គាត់ជិត10 ដងទៅហើយគាត់ថាដើរឡើងសឹកផ្លូវនៅខាងមុខផ្ទះគាត់ទៅហើយតែគាត់គឺមិនបង្រៀននោះទេដោយពួកគេគឺសុទ្ធតែដូចអ្នកដែលគាត់មើលដូចខាងលើនោះដែរអញ្ចឹងក៏មានដែរគាត់ថាគាត់មិនកំណាញ់នោះទេក្នុងការរៀនវិជ្ជាទាំងនេះតែអ្នកដែលមករៀននោះសុទ្ធតែរៀនមិនបានដោយសារពេលនោះទើបគាត់មិនបង្រៀននោះទេពីព្រោះឆ្នាំខែរបស់ពួកគេគឺរៀនមិនបាននោះទេដោយខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងគាត់ថាការរៀនវិជ្ជាអស់ទាំងនេះគឺមិនមែនសុទ្ធតែមនុស្សទាំងអស់អាចរៀនបានទាំងអស់នោះទេគឺគេមើលមនុស្សខ្លាំងណាស់គាត់ថាកុំឲ្យរៀនហើយទៅថ្ងៃក្រោយធ្វើឲ្យពួកគេមានការលំបាកឬក៏នាំទុក្ខដល់អ្នកដទៃអញ្ចឹងនៅពេលនោះលោកគ្រូជាបានហៅបងទុយបងឆននិងបងជៀបមកនេះគាត់បាននិយាយថាពួកឯងសុទ្ធតែមកពីខេត្តផ្សេងគ្នាដូចនេះពួកឯងត្រូវតែចេះស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអញ្ចឹងពួកគាត់ទាំង3នាក់ក៏ឆ្លើយថាបាទពេលនោះមេឃក៏រៀងចូលល្ងាចដែរទៅហើយគាត់ថាពួកឯងទាំង3នាក់ទៅងូតទឹកហើយអាងមកហូបបាយគាត់ថានៅក្រោយផ្ទះរបស់លោកគ្រូជានោះគឺមានស្ទឹងមួយយ៉ាងធំហើយគាត់ថាទឹកស្ទឹងនោះត្រជាក់ខ្លាំងណាស់ពេលនោះពួកគាត់ទាំង3នាក់បានសួរគ្នាថាតើពួកគាត់ទាំងអស់គ្នាមកពីខេត្តណាដែរពេលនោះបងទុយគាត់ក៏សួរទៅបងចន់ថាបងតើបងមកពីខេត្តណាដែរបងឆនគាត់ក៏បាននិយាយថាបាទខ្ញុំមកពីខេត្តកំពង់ធំហើយគាត់ក៏សួរទៅបងជៀបម្នាក់ទៀតថាតើបងមកពីខេត្តណាដែរបងគាត់ក៏បានឆ្លើយថាបាទបងខ្ញុំមកពីខេត្តកំពង់ស្ពឺពួកគាត់ទាំង3នាក់បានសួរនាំគ្នាពីនោះច្រើនណាស់គាត់នៅក្នុងចំណោមពួកគាត់ទាំង3នាក់នោះគឺមានម្នាក់ដែលគាត់មើលទៅរៀងឆាប់ឆាវឆាវបន្តិចតែពេលនោះគ្រាន់តែគាត់មើលទៅចរិតរបស់គាត់តែប៉ុណ្ណោះពេលពួកគាត់បានទៅងូតទឹកហើយអស់គាត់ថាលោកគ្រូជាបានរៀបចំបាយទឹកឲ្យពួកគាត់ហើយអស់ទៅហើយគាត់ថាពេលនោះមិនមានអ្វីច្រើននោះទេមានតែត្រីអាំងនិងប្រហុកអាំងតែប៉ុណ្ណោះគាត់ថាពេលនោះម្ហូបទាំងអស់ហ្នឹងគឺថាឆ្ងាញ់ខ្លាំងណាស់ពេលហូបបាយរួចហើយពួកគាត់ទាំង3នាក់គឺថាមិនទាន់ចូលគេងនោះទេគាត់ថាបានមកស្ដាប់លោកគ្រូជានិយាយរឿងក្នុងព្រៃឲ្យពួកគាត់ស្ដាប់ដោយនៅក្នុងព្រៃគឺលោកគ្រូជាគាត់ថាគាត់បានជួបរឿងជាច្រើនដែលពួកគាត់គឺមិនអាចនិយាយរៀបរាប់អស់នោះទេគាត់បានលើករឿងមួយដែលគាត់បានជួបជាមួយនឹងឪពុករបស់គាត់ការគាត់នៅរៀនជាមួយនឹងឪពុករបស់គាត់នោះគាត់ថារឿងនេះគឺគាត់ចាំមិនភ្លេចនោះទេលោកគ្រូជាគាត់និយាយថាការគាត់នៅជាមួយឪពុករបស់គាត់ពេលនោះគាត់បានទៅបរបាញ់សត្វនៅក្នុងព្រៃមួយកន្លែងគាត់ថានៅក្នុងព្រៃនឹង
mình miên mà nó na từ đó nó tê xung bay ta nẹt phum có mình miên nẹt từ đó đài có tha nó không bơi nó cu miên đam chơ thum nè xung bay ta bẩn lưทั้งngày có che trâu mình đó đài hơi có tha bên nó có miên à dụ từ ta mà phải làm ta bẩn nó có bên nó ở bộ quạt ban bằng riêng quạt che nở môn vị chia sơ ta tiếng ọt ở hơi quạt bên nó ở bộ quạt ban đa một đo cần lại mùi đà miên khăn na tắc mùi cần lại đai mình sơ chỉ thông bật màn tê cứ riêng mà là mốm ở sạch cho một phạt bản bê quạt nâng ở bộ quạt ban đa mơ cần lại khá đặc nô hai có thả nơi tín ý và hai chiều ác nâng miên sát bầy một phát tắc rương một lên khá này chạy chi mình khán bên nô quạt nâng ở bộ và quạt có sắp ra chất xong thắt nẹt nơi tín nô tờ quạt thả cứ cần lại để quạt xong thắt nẹt nó cứ miên đam chơ bị đàm chơ bị đam nó cứ thông nè đại viết đốt một chọp khnia quạt nâng ở bộ và quạt ban chạy cách ca khnia thưa đòi bên nó ở bộ và quạt ban pra quạt ao từ rốt bò đạm bay vô một tròn thằng nè quạt hà cần lai nâng sro rốt wall nâng khlang nè quạt rốt ta mà phê nít đi ta bọn nó có ban bên nô ở bộ và quạt có ban tròn thằng nè nó đòi toa đầy và quạt hai quạt có ban cho tờ riệp trong đám bài quạt ha một hôm nó không bên nó miên ta trai nghiệt dục một vị tè tai bọn nó quạt hà nó không bấy nó cứ về ngay cứ miên sắt slab sắt chạp đã chỉ sắt cùng rõ chỉ trao đã sơ đã phật bụi ở đó hỏi việc ban một đò tí nó cứ việc một phát đặc nữ tí nó nâng lên nơi tí nó mơ tới đôi chia sẻ bài khả năng này quạt hà về ngay cứ nó không bấy nâng bay đôi chia than xuồng chẳng quạt hà đang chờ vinh sang tài bay buồn áo mà nó cha nó tùm lom tại áo chung hai quạt thả tiết nó không bấy nâng cứ miên sắt chỉ trao đại viêm một vệt ngày quạt thả miên đôi chỉ chụp bấy sắt cái đàn nhai ấy nâng chỉ đam đại việt ban một lên đặt nó không tí nụ có tha bị giúp mình đang chia sầm bồ dạng nạt để lúc bê là nghề cho một đó là hai chiều màu pram có tha màu pram nó không bơi bê nụ đô chiều màu pram bị giúp anh chẳng có tha xung bay đặt ngay chạ cho sân ta mình đào phong quạt hà đam chơ thông nè nó không sớm máy nu lục ru chia ba này dây tiệt hà bà miên nè miên smart bận snare đầy thua mà đá với cứ con tại khơi đam chơ có khai bát hơi cứ nó không bị dụng nặng quạt hà sòng máu đam chơ với cứ bự bậy đôi chim mình hồn chẳng về thua đôi chim mình hồn chẳng bê quạt nâng ở bọc quạt ban hộp bài rồi một ở bọc quạt ban này dễ thả chia con ai để cho bằng cắt lưng nơi cả còng này bật tích tử quạt tha dục nâng miên rồi bọt đài mô cư và quạt chia ca giả hai chia mình khám đòi bên nụ lục ru chia ban để cho bằng cắt lưng quạt tha cứ ốc cứ quạt rốt tục tăng à về ngày à nông
គាត់ថាអូសហ្នឹងគឺជាគល់ឈើមួយដែលរាងធំដែរដែលគាត់បានអូសយកមកពីក្នុងព្រៃនៅចិត្តដែលគាត់ទៅរកវល់ហ្នឹងគាត់ថាពេលនោះគាត់ឃើញឪពុករបស់គាត់បានចុះមកតាមដែរគឺគាត់បានចុះមកចងខ្សែសីមានៅដើមឈើនោះគាត់ថាឪពុករបស់គាត់បានដើរជុំវិញនឹងរហូតដល់3ជុំហើយគាត់ក៏បានគូសដីនៅទីនោះដែរហើយគាត់បានបញ្ជាក់ទៀតថាដោយនៅក្នុងព្រៃនោះគឺមិនមានអ្នកមកដល់ទីនោះទេពេលលោកគ្រូជាបានទៅយកអុសដែលគាត់បានរើសទុកពេលថ្ងៃមកដុតរួចមកអស់ហើយគាត់ក៏បានឡើងទៅលើថ្នាក់ជាមួយឪពុករបស់គាត់វិញហើយខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាឪពុករបស់លោកគ្រូជាគឺគាត់មានឈ្មោះថាផៃហើយនៅយប់រៀងប្រហែលជាម៉ោង7ទៅ8យប់គាត់ថាស្រាប់តែមានហ្វូងជ្រូកព្រៃមួយហ្វូងធំបានរត់មកលេងទឹកខ្នាចនោះគាត់ថានៅក្នុងចំណោមនោះមានជ្រូកព្រៃមួយដែលមានខ្នាយវាដុះឡើងកោងចង់ចាក់ចូលទៅផ្នែកវាទៅហើយលោកគ្រូជាថានៅលើក្បាលរបស់ជ្រូកនោះគឺមានមនុស្សស្រីជិះនៅលើក្បាលរបស់វាហើយគាត់ថាទៀតនៅលើក្បាលវានោះមានពន្លឺភ្លឺភ្លើងភ្លឺព្រាកដូចជាពេជ្រអញ្ចឹងគាត់ថាភ្លឺភ្លិបផ្លែតតែគាត់ថាមើលមិនសូវច្បាស់នោះទេព្រោះជ្រូកទាំងនោះគឺវាច្រើនខ្លាំងពេកគាត់ថាជ្រូកនោះគឺធំណាស់គឺធំយកតែមែនតែម្ដងគាត់ថាមួយហ្វូងរបស់វាមានប្រហែលជា20ទៅ30ក្បាលទៅហើយវាមកផឹកទឹកនោះហើយពេលនោះវារៀបនឹងត្រឡប់ទៅវិញហើយស្រាប់តែសួយអីលោកគ្រូជាបានក្អកដោយសារតែពេលថ្ងៃគឺគាត់ថារៀងប្រសាយពេលនោះគាត់ក៏បានកណ្ដាស់តែពេលនោះហើយស្រាប់តែវាឮសំឡេងមនុស្សវាក៏អើតមើលលើមើលក្រោមពេលនោះវាបានធ្វើសំឡេងដែលសំឡេងនោះជាភាសារបស់វាតែហៅកូនរបស់វាមកនៅពីក្រោយវាទាំងអស់ពីព្រោះវាខ្លាចពួកគាត់បាញ់កូនរបស់វាពេលនោះវាបានព្យាយាមសម្លឹងមើលទៅលើមើលទៅក្រោមម្ដងទៀតតែវាមើលមិនឃើញនោះទេពីព្រោះឪពុករបស់លោកគ្រូជាបានចងខ្សែសីមានៅលើដើមឈើនោះបាត់ទៅហើយពេលនោះវាក៏ដឹងដែរថាមានមនុស្សនៅលើដើមឈើនោះតែវាមើលមិនឃើញគាត់ថាវាបានដើរក្រឡឹងជុំវិញដើមឈើនោះទៅវិញទៅមកចង់កន្លះម៉ោងទៅហើយទម្រាំតែពួកវាទៅវិញពេលនោះជ្រូកដែលមានមាឌធំជាងគេដែលគេហៅថាបាឬក៏ហៅថាមេហ្វូងហ្នឹងវាបានដើរមកឈ្មោះភ្លើងដែលគាត់ដុតនៅខាងក្រោមតែវាមិនហ៊ានចូលជិតនោះទេគឺវាបានតែដើរក្រឡឹងទៅក្រឡឹងមកពេលវាក្រឡឹងជុំវិញដើមឈើនោះអស់ចិត្តហើយវាក៏បានងាកទៅក្រោយហើយក៏បានរត់ទៅកន្លែងកូនរបស់វាវិញពេលនោះវាក៏បានលេងទឹកនោះប្រហែលជា10នាទីទៀតហើយពេលវាលេងនោះគឺមើលទៅដូចជាសប្បាយខ្លាំងណាស់ដោយមិនបានខ្វល់ពីអ្វីទាំងអស់ពេលនោះពួកគាត់បាននៅ
អង្គុយមើលវាលេងទឹកនឹងមើលទៅដូចជាសប្បាយខ្លាំងណាស់លុះរហូតដល់10នាទីក្រោយមកពួកវាបានរត់ទៅវិញអស់ហើយពេលនោះគាត់និងឪពុករបស់គាត់បានមើលមុខគ្នាហើយបានត្រឹមតែសើចដាក់គ្នាតែប៉ុណ្ណោះប្រហែលជា10នាទីក្រោយមកស្រាប់តែឮសំឡេងដូចជាកន្ទុំរុយឬដែលគេហៅថាហេលីកុបទ័រគាត់ថាដូចជាហោះនៅលើក្បាលគាត់អញ្ចឹងគាត់ថានៅក្នុងសម័យនោះគឺមិនមានកន្ទុំរុយដូចហេលីកុបទ័រនឹងនោះទេគាត់ថាតើនេះគឺជាសំឡេងអ្វីគាត់ថាមួយសន្ទុះក្រោយមកគាត់ថាម៉ែអើយគាត់បានសម្លឹងមើលរោគសំឡេងនោះមើលមិនឃើញនោះទេស្រាប់តែឮសំឡេងនោះឮដូចជាបាក់ព្រៃដែលតូចដែលវាដុះនៅជាប់នឹងដីគាត់ថាលន់ប្រេះប្រោះគាត់ថាគាត់បានឃើញពស់មួយក្បាលគឺថាពស់នោះគឺធំណាស់ចង់ប៉ុនតាមថ្នោតទៅហើយគាត់ថាគ្រាន់តែពស់នោះមកដល់ភ្លាមវាបានមកផឹកទឹកខ្នាចនោះហើយវាហាយលេងនៅក្នុងទឹកនោះដូចជាសប្បាយខ្លាំងណាស់ដោយវាមិនបានដឹងទេថាមានមនុស្សកំពុងលួចមើលវានោះទេគាត់ថាវាលេងទឹកខ្នាចនោះប្រហែលជាចង់1ម៉ោងទៅហើយគាត់ថាទម្រាំតែវាទៅវិញគឺគាត់ចង់បាសក់ទៅហើយនៅក្នុងពេលនោះគាត់ថាបានប្រហែលជា10នាទីក្រោយមកគាត់ថាមានមនុស្ស2នាក់គាត់ថាមនុស្ស2នាក់ហ្នឹងគឺដើរមកពីចម្ងាយគាត់ថាដូចជាតាហើយនឹងយាយអញ្ចឹងគឺ2នាក់ហ្នឹងគឺដើរមកគឺអត់មានជើងនោះទេដោយពួកគាត់ដើរមកគឺបានកាន់ក្អមម្នាក់មួយហើយពេលពួកគាត់បានដើរមកដល់គាត់ក៏បានយកក្អមដែលពួកគាត់កាន់នោះយកមកផងដែរគាត់ថាក្អមនោះគឺគាត់បានយកមកដងទឹកនឹងទុកគាត់ថាមិនត្រឹមតែដងទឹកនោះទុកនោះទេគាត់ថាគាត់បានឃើញតានិងយាយ2នាក់ហ្នឹងគឺបានយកអាដីដែលជាលក្ខណៈថាខ្សាច់លាយជាមួយទឹកហ្នឹងគឺបានយកទៅដាក់ក្នុងក្អមនឹងទៀតហើយគាត់ថាឃើញតាយាយ2នាក់ហ្នឹងគឺផឹកទឹកហ្នឹងហើយគឺយកអាដីហ្នឹងទៅស៊ីទៀតគាត់ថាមើលទៅដូចជាឆ្ងាញ់ខ្លាំងណាស់គាត់ថាបានមួយសន្ទុះក្រោយមកស្រាប់តែតានិងយាយ2នាក់ហ្នឹងមិនដឹងថាពួកគាត់ផ្អើលអ្វីទេស្រាប់តែបានក្រឡាខ្លួនទៅជាសត្វព្រៃមើលទៅដូចជាសត្វព្រៃអញ្ចឹងរាងពួកវាគឺទូចក្បាលរបស់វាគឺប្រហែលជាប៉ុនកភួនជើងរបស់មនុស្សយើងហើយពួកវាក៏បានរត់ទៅវិញអស់គាត់ថានៅក្នុងព្រៃហ្នឹងគឺមិនមែនមានតែប៉ុណ្្នឹងនោះទេគាត់ថាគឺមានរបស់ជាច្រើនណាស់ដែលវាមកជាបន្តជាប់គ្នាជារៀងរហូតគាត់ថាទម្រាំតែពួកវាមកអស់គឺចង់ម៉ោង2 ដល់ 10 យប់ទៅហើយគាត់ថាពេលនោះគាត់រៀងងងុយគេងដែរពីអ្នកឪពុករបស់គាត់តែគាត់គឺមិនទាន់គេងនោះទេគាត់ថាគាត់ចង់ដឹងថាតើនៅក្នុងព្រៃហ្នឹងគឺមានអ្វីមកទៀតពីព្រោះនៅក្នុងព្រៃហ្នឹងគឺអ្នកភូមិល្បីណាស់គាត់ថាមានខ្លាញីឈ្មោល2ក្បាលនៅក្នុងព្រៃហ្នឹងជាយូរណាស់មកហើយតែគ្មានអ្នកណាហ៊ានមកព្រៃនោះទេព្រោះគឺអំណាចសត្វខ្លាទាំង2ក្បាលនោះឯងគាត់ថាស្រាប់តែបានប្រហែលជាកន្លះម៉ោងក្រោយមកគឺសំឡេងសត្វយំសំឡេងសត្វចង្រិតយំ
ដែលនៅក្នុងព្រៃនោះគឺស្ងាត់ឡើងឈឹងមេឃក៏ស្រាប់តែចុះត្រជាក់ខុសពីធម្មតាហើយគាត់ក៏បានដឹងដែរថានោះគឺជាសត្វអ្វីគាត់ថាម៉ែស្រាប់តែខូនខ្លាមួយគូដល់មុខផឹកទឹកខ្នើចនោះគាត់ថាខ្លានោះគឺធំណាស់ចង់ប៉ុនគោសន្ទង់មួយទៅហើយវាបានដើរមកផឹកទឹកហើយក៏លេងទឹកនោះមកទៅដូចជាសប្បាយខ្លាំងណាស់ពេលនោះវាលេងផងវាទះគ្នាលេងផងវាប្រឡែងគ្នាផងគាត់ថាគាត់មើលទៅដូចជាមនុស្សយើងអញ្ចឹងតែពេលនោះវាមិនដឹងទេថាគឺមានមនុស្សនៅលើដើមឈើកំពុងលួចមើលពួកវានោះទេគាត់ថាពេលនោះសួយអីស្រាប់តែលោកគ្រូជាគាត់បានកម្រើកខ្លួនស្រាប់តែវាលឺពេលនោះវាបានសម្លឹងមើលទៅលើដើមឈើដែលពួកគាត់កំពុងតែនៅនោះដូចជាខ្ញុំនិយាយអញ្ចឹងដើមឈើនឹងគឺត្រូវឪពុករបស់លោកគ្រូជាបានចងខ្សែសីមាប័ណ្ណទៅហើយតែពេលនោះវាស្រាប់តែសម្លឹងមើលលើក្រោមដោយវាបានឮសំឡេងដែលលោកគ្រូជាគាត់បានកម្រើកខ្លួនហ្នឹងស្រាប់តែពេលនោះខ្លាទាំងពីរក្បាលក៏បានក្រហមឡើងលូបពេញព្រៃគាត់ថាសំឡេងក្រហមរបស់វានឹងដូចជាស្ដេចព្រៃអញ្ចឹងហើយវាពេលនោះស្រាប់តែដើរមករកដើមឈើដែលពួកគាត់កំពុងតែនៅនោះហើយវាបានដើរក្រឡឹងជុំវិញដើមឈើដែលគាត់កំពុងតែនៅនោះឡើងពីបជុំគាត់ថាដើរឡើងសឹងតែទុកដីនៅទីនោះទៅហើយពេលនោះលោកគ្រូជាគាត់ថាឪពុករបស់គាត់គឺថាមិនហ៊ាននឹងដកដង្ហើមផងសូម្បីតែកម្រើកខ្លួនពេលនោះលោកគ្រូជាគាត់ថាគាត់ពេលហ្នឹងរឿងភ័យបន្តិចដែររឿងស្លេកមកទៅហើយពេលនោះវាបានដើរទៅដើរមករហូតទៅវាដឹងថាគឺមានមនុស្សនៅលើដើមឈើនោះពេលនោះវារៀបនឹងឡើងមកដើមឈើនោះទៅហើយគាត់ថាស្រាប់តែពេលនោះដូចជាមានអានុភាពអ្វីមួយយ៉ាងបានរុញវាឲ្យធ្លាក់ទៅវិញពេលនោះវារៀងខឹងបន្តិចដែរវាក៏បានយកជើងខាងមុខរបស់វាមកទះចំដើមឈើដែលពួកគាត់កំពុងទៅនៅនោះពេលនោះលោកគ្រូជានិងឪពុករបស់គាត់ពេលនោះប៊ីសនឹងធ្លាក់ពីលើដើមឈើនោះទៅហើយគាត់ថាពេលនោះសំណាងដែរដែលគាត់បានតោងធ្នាក់នោះជាប់ពេលនោះឪពុករបស់លោកគ្រូជាបានដកកំភ្លើងដែលគាត់កំពុងតែកាន់នឹងដៃគាត់ក៏បានតម្រង់ទៅខ្លាទាំងពីរនោះគាត់ថាបាញ់ត្រូវជាច្រើនគ្រាប់តែមើលទៅដូចជាបាញ់មិនត្រូវវានោះទេគឺបាញ់មិនឈឺតែម្ដងគាត់ថាមិនមែនតែបាញ់មិនឈឺនោះទេគឺបាញ់មិនធ្លុះស្បែករបស់វាតែម្ដងគាត់ថាគ្រាប់ទាំងនោះគឺបានត្រឹមតែមកក្តៅសាច់វាតែប៉ុណ្ណោះគឺมันអាចធ្វើអ្វីពួកវាបានឡើយគាត់ថាគ្រាប់នោះបានតែមកក្តៅសាច់ពួកវាតែប៉ុណ្ណោះពេលនោះឪពុករបស់លោកគ្រូជាបាននិយាយមកកាន់លោកគ្រូថាជាគ្រាប់កំភ្លើងធម្មតាมันអាចធ្វើអ្វីពួកវាបានទេកូនពេលនោះឪពុកលោកគ្រូជាបានដកគ្រាប់ចំនួន4គ្រាប់ចេញពីថង់យាមរបស់គាត់
ហើយគ្រាប់ទាំងនោះគឺថាគាត់ថាគឺរាងរបស់វាគឺមូលខុសពីគ្រាប់ធម្មតាគាត់ថាគ្រាប់ធម្មតាគឺរាងរបស់វាគឺវែងតែគ្រាប់នេះគាត់ថារាងមូលហើយរាងធំជាងគេបន្តិចពេលនោះលោកឪពុករបស់លោកគ្រូជាបានប្រាប់កូនគាត់ថាគ្រាប់នេះកូនមិនអាចបាញ់ចោលបាននោះទេគាត់ថាគ្រាប់នេះជាគ្រាប់ដែលលោកសង្ឃធុដងដែលបានឲ្យមកកាន់គាត់កាលដែលគាត់នៅរៀនលោកគ្រូជាថាគ្រាប់នោះគឺចាំងដូចជាពណ៌មាសអញ្ចឹងគាត់ថាគ្រាន់តែគាត់កាន់គ្រាប់នោះភ្លាមដូចជាមានអានុភាពណាស់ពេលនោះគាត់បានយកគ្រាប់ទាំងនោះមកដាក់ចូលទៅក្នុងក្រនំកំភ្លើងរបស់គាត់ហើយពេលនោះគាត់បានលើកដៃប្រណម្យនឹកដល់គុណព្រះសម្មាសម្ពុទ្ធហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថាគ្រាប់នោះគឺមានចំនួន8គ្រាប់ដែលពេលនោះឪពុកលោកគ្រូជាគាត់ឲ្យលោកគ្រូជាតែ4គ្រាប់តែប៉ុណ្ណោះពេលនោះលោកគ្រូជាក៏បានលើកកំភ្លើងបាញ់លន់សូត្រតែផាំងក៏ត្រូវខ្លាចឈ្មោលនោះចំជើងរបស់វាពេលនោះវារៀងថយក្រោយបន្តិចពីព្រោះវាបានត្រូវគ្រាប់អាគមនោះពេលនោះវាក៏បានរត់ចូលទៅក្នុងព្រៃបាត់ពេលនោះគាត់ដឹងថាខ្លាញីដែលវាចាំវាយបកពីក្រោយដែលឬទេពេលនោះវាក៏បានហក់មករកដើមឈើដែលពួកគាត់កំពុងទៅនៅនោះមួយដងនេះគឺវាទះឡើងចង់បាក់ដើមឈើដែលពួកគាត់កំពុងទៅនៅទៅហើយពេលនោះឪពុករបស់លោកគ្រូជាគាត់ថាបានបាញ់ចំស្មារបស់វាធ្វើឲ្យវាដើររឿងផាច់ផាំងផាត់ផាវពេលនោះវាក៏ដើរចូលទៅក្នុងព្រៃវិញបាត់គាត់ថាខ្សែសីមាដែលគាត់ចងនោះគឺថាដាច់អស់មួយបាត់ទៅហើយតែពេលនោះប្រហែលជាកន្លះម៉ោងក្រោយមកស្រាប់តែលឺសំឡេងដើរមកគាត់ថារូបរាងនោះគឺជាម្ដាយរបស់លោកគ្រូជាពេលនោះម្ដាយរបស់លោកគ្រូជាបានហៅលោកគ្រូជាឲ្យត្រឡប់ទៅផ្ទះវិញថាមានខ្លាពីរក្បាលធំណាស់បានមកវាយប្រហារអ្នកភូមិយើងស្លាប់អស់ហើយបងពេលនោះឪពុករបស់លោកគ្រូជានិងលោកគ្រូជាមិនហ៊ាននិយាយអ្វីទាំងអស់ពីព្រោះគាត់បានដឹងមុនបាត់ទៅហើយថានេះមិនមែនជាប្រពន្ធរបស់គាត់នោះទេពេលនោះវាបានធ្វើគ្រប់យ៉ាងដើម្បីឲ្យពួកគាត់ជឿតែពេលនោះគាត់ថាវាធ្វើដូចជាយំផងស្រែកផងពេលនោះពួកគាត់ធ្វើដូចជាមិនដឹងមិនឮនឹងវាឡើយពេលនោះវាបានធ្វើដូចជាអស់ក្បាច់ពេលនោះវាស្រាប់តែដូររូបរាងតែជាម្ដាយរបស់លោកគ្រូជានោះបានខ្លាចទៅជាខ្លាដុតធំមួយក្បាលបានក្រហមឡើងពេលនោះពួកគាត់ថាគ្រាន់តែវាក្រហមម្ដងនេះគឺឡើងចង់វាយក្រដាស់ទៅជាតិទៅហើយពេលនោះវាបានហក់មកវាយដើមឈើដែលពួកគាត់កំពុងតែនៅនោះទៀតគាត់ថាមួយដៃនោះឡើងដាច់ខ្សែសីមាដែលគាត់ចងនោះគាត់ថាពេលនោះគាត់មិនចាំយូរនោះទេពេលនោះលោកគ្រូជាបានតម្រង់ដកមួយគ្រាប់ចំភ្នែករបស់វាពេលនោះវាដូចជាឈឺខ្លាំងណាស់
ban đào thôi cào tu vinh đôi sẽ đầy chữ chặt về nước crop à cung đại bốc bỏ quạt ao nước nơi sao để bị crop tai bẩn nọ về nước ở bốc đó là cru chia ba này dễ thả còn dương cô đã crop thọ mà đang chla chung với crop à cung này tờ miền này thả crop à cung với crop nên crop thọ mà đang với crop về nước sápแต่ลือสำเลงtranh bị nông prey một này dây thả bộ anh tranh bị nông prey này mình đối lời hai quạt thả sầm lấy nước chia sầm lấy bao một nốt chắc ai giúp ra hai chỉ hai sắp năng chiên ra hai về nước quạt thả sápแต่ลือsầm lấy nước đôi chim mà nó đa một ảnh chẳng quạt thả mái một đống này chỉ cô tai một đòn về nó vừa ban họ một đứa đom chờ nó một đòn tiết có tha sầm nang hơi đại đam chờ đại quạt xong thế này nó miên tục hồng thông với nó ở bốc bao lục ru chia bạn đậm một crop phăng trong cận đa các ba là bảo vệ có tha đậm một crop phăng trong cận đa các ba bảo vệ có tha à chmol nó một crop này cứ thලពីលើដំឈើមកដីដូចជាដំរីមួយក្បាលធ្លាក់ពីលើមួយចង់លូសូផាំងពេលនោះមីញីនោះហាក់បីដូចជាខឹងណាស់ពេលនោះវាបានខំទាញយកអាឈ្មោលនោះចូលទៅក្នុងព្រៃវិញដោយពួកគាត់រឿងអស់កម្លាំងផងនោះគាត់ក៏បានសម្រាកបន្តិចដោយពួកគាត់គិតថាពួកវាលែងមកទៀតហើយពេលនោះមិនទាន់បានកន្លះម៉ោងផងស្រាប់តែពួកគាត់មានអារម្មណ៍ថាដូចជាមានផ្នែកអ្វីមួយគូបានមើលមកគាត់ពេលនោះឪពុករបស់លោកគ្រូជាបាននិយាយទៅកាន់លោកគ្រូជាថាកូនត្រៀមខ្លួនឲ្យហើយទៅពួកវានេះមិនឲ្យយើងរួចផុតពីក្រញាំរបស់ពួកវាឡើយពេលនោះស្រាប់តែឮសំឡេងនិយាយមកទៀតថាពួកឯងនេះចូលមកក្នុងទឹកដីយើងហើយមកប្រមាថយើងទៀតដោយពេលនោះឪពុករបស់លោកគ្រូជាក៏គាត់បាននិយាយថាយើងមិនបានទៅធ្វើអ្វីពួកអ្នកទេមានតែពួកអ្នកឯងទេដែលបានមកចង់បានជីវិតរបស់ពួកយើងពេលនោះវាបានឆ្លើយថាពួកឯងបានមកសម្លាប់ប្តីរបស់យើងឯងកុំសង្ឃឹមថានឹងបានចេញពីក្នុងព្រៃនេះរួចឲ្យសោះពេលនោះវាបាននិយាយថាចាំមើលពួកឯងរត់ចេញពីព្រៃនេះរួចដែរឬទេពេលនោះឪពុករបស់លោកគ្រូជាគាត់រៀងក្តៅស្លឹកត្រចៀកបន្តិចដែរគាត់ក៏បាននិយាយថាបើឯងខ្លាំងចូលមកពេលនោះគាត់ថាម៉ែអើយវាមកលោកនោះដូចជាដំរីចុះព្រៃអញ្ចឹងបើបោះដំរីឲ្យពុកឲ្យវាស៊ីមួយវានឹងស៊ីអស់ជាមិនខានពេលនោះវាមកទះដំឈោដែលគាត់កំពុងទៅនៅនោះឡងចង់បាក់ធ្នាក់ដែលគាត់កំពុងទៅនៅដល់ឃើញមិនស្រួលពេលនោះលោកគ្រូជាគាត់ក៏បានដកកំភ្លើងដែលគាត់កំពុងទៅកាន់ដាក់មួយគ្រាប់គឺគាត់ថាត្រង់ណាស់មួយគ្រាប់នោះគឺចំកណ្ដាលក្បាលរបស់វាតែម្ដងពេលនោះគាត់ថាមួយគ្រាប់នោះគឺដេកស្ដោកដេកតែមួយដងគាត់ថាខ្លានោះគឺឡើងចាស់ទៅហើយដោយសារតែវាខ្លាំងគឺមកពីវាមានកម្លាំងដោយសារព្រាយនៅក្នុងខ្លួនរបស់វាតែប៉ុណ្ណោះពេលនោះគាត់និងឪពុករបស់គាត់បានមើលមុខគ្នាសើចគាត់ថាបើពួកគាត់ប្រហែសតែបន្តិចសូម្បីតែជីវិតរបស់ពួកគាត់នឹងស្លាប់នៅទីនោះជាមិនខានពេលនោះបងជៀបនិយាយថាលោកគ្រូចុះហេតុអ្វីបានជាខ្លាអាចក្រឡាខ្លួនឲ្យខ្លាចទៅជាមនុស្សបានពេលនោះលោកគ្រូជាគាត់បាននិយាយថាដោយសារតែខ្លានោះបានឃើញមុខរបស់ពួកគាត់បានជាវាអាចប្រែកលាធ្វើជាអ្នកស្គាល់គ្នាបានព
ពេលនោះលោកគ្រូជាបាននិយាយថាតិចទៀតពួកឯងនឹងដឹងហើយពេលនោះគ្រាន់តែពួកឯងត្រូវរៀនវិជ្ជាទាំងនេះគឺត្រូវរៀនគ្រឹះជាមុនសិនពេលនោះគាត់ថាពេលរៀននោះដូចជាយើងរៀននៅក្នុងសាលាដែរអញ្ចឹងគាត់ថាពេលនោះបងឆននិយាយទៅកាន់លោកគ្រូជាថាចុះហេតុអ្វីបានជាលោកគ្រូនៅតែម្នាក់ឯងបែបនេះពេលនេះលោកគ្រូជាបានដកដង្ហើមធំគាត់ថារឿងនេះចាំពេលទំនេរយើងនឹងនិយាយឲ្យពួកឯងស្ដាប់ពេលនេះយប់ជ្រៅទៅហើយណាមួយរឿងនេះវែងឆ្ងាយណាស់ដោយលោកគ្រូនិយាយបែបនេះហើយពេលនោះពួកគាត់ទាំង3នាក់ក៏បានចូលទៅសម្រាកលុះដល់ព្រឹកឡើងពួកគាត់ក៏បានចុះជួយមកធ្វើការងារលោកគ្រូជាដូចជារែកទឹកស្រោចដំណាំនិងជួយដកស្មៅនៅក្នុងចម្ការរបស់លោកគ្រូជាដើមហើយនៅក្នុងសាច់រឿងបន្ទាប់ខ្ញុំបាទនឹងនិយាយអំពីពួកគាត់ទាំង3នាក់ដែលបានមករៀនជាមួយលោកគ្រូជាតើពួកគាត់នឹងជួបអ្វីខ្លះទៀតដែលខ្ញុំបាទឡុងសូមអភ័យទោសដល់ពាក្យពេចន៍ខុសឆ្គងដែលខ្ញុំបានបកស្រាយនៅក្នុងអត្ថបទនេះហើយដើម្បីជាកម្លាំងចិត្តនិងលើកទឹកចិត្តខ្ញុំបាទសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង Subscribe ឲ្យខ្ញុំម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ